ប្រជាពលរដ្ឋក៏ដូចជាអាជីវកររស់នៅអមសងខាងផ្លូវលេខ111ក្នុងក្រុងបាត់ដំបងស្នើឲ្យជំនាញពាក់ព័ន្ធជួយដោះស្រាយបញ្ហាផ្លូវហុយពិបាកក្នុងការរស់នៅប្រជាពលរដ្ឋក៏ដូចជាអាជីវករជាអ្នកប្រកបរបររកស៊ីនៅអមសងខាងផ្លូវលេខ111ស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ាវក្រុងបាត់ដំបងសូមស្នើទៅដល់មន្ត្រីជំនាញពាក់ព័ន្ធជួយដោះស្រាយបញ្ហាផ្លូវហុយដែលធ្វើឲ្យពិបាកក្នុងការរស់នៅនិងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពផ្លូវដង្ហើមផងដែរប្រជាពលរដ្ឋជាច្រើនគ្រួសារដែលសុំមិនបញ្ចេញមុខបានដឹងថាជារៀងរាល់ថ្ងៃពួកគាត់កំពុងរងការលំបាកយ៉ាងខ្លាំងដោយពួកគាត់ប្រឈមនឹងបញ្ហាសុខភាពផ្លូវដង្ហើមក្រោយពីក្រុមហ៊ុនធ្វើផ្លូវចុះមកឈូសឆាយកាយគាស់រួចទុកចោលមិនព្រមធ្វើឲ្យមានការហុយដីចូលពេញផ្ទះប្រឡាក់សម្ភារៈប្រើប្រាស់ពិសេសហុយចូលខ្លួនប៉ះពាល់ទៅដល់សុខភាពផ្លូវដង្ហើមតែម្ដងដូច្នេះពួកគាត់សូមសំណូមពរទៅដល់មន្ត្រីជំនាញពាក់ព័ន្ធជួយបាញ់ទឹកជាប្រចាំផងដើម្បីកាត់បន្ថយបញ្ហាដីហុយពាក់ព័ន្ធករណីខាងលើនេះលោកស្រីកឹមសុគន្ធារីអនុប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងនិងជាអ្នកទទួលបន្ទុកប្រព័ន្ធលូរំដោះទឹកកខ្វក់បានប្រាប់អ្នកយកព័ត៌មានយើងថាបញ្ហានេះដោយសារតែខាងក្រុមហ៊ុនរវល់ដកសម្ភារៈចុះទៅធ្វើផ្លូវលេខ3តែពេលថ្ងៃបន្តិចលោកស្រីនឹងឲ្យក្រុមការងារចុះមកបាញ់ទឹកឲ្យ